ជំរាបសួរបងប្អូនទាំងអស់គ្នាឆ្នាំនេះឆ្នាំ2026ដើមឆ្នាំថ្មីខែថ្មីអញ្ចឹងឆ្នាំថ្មីអាយុយើងក៏ចាស់ជាងមុនច្រើនជាងមុនហើយរូបសម្រស់របស់យើងពេលខ្លះក៏វិវត្តទៅតាមវ័យដែរអញ្ចឹងថ្ងៃនេះពីមជ្ឈមណ្ឌលថែរក្សាសម្ផស្សកូរ៉េណាយើងខ្ញុំសូមណែនាំវិធីសាស្ត្រ5យ៉ាងដែលបងប្អូនអាចអនុវត្តបាននៅក្នុងការប្រើប្រាស់គ្រឿងសម្អាងដើម្បីរក្សាសម្រស់បងប្អូនឲ្យនៅក្មេងបានយូរនិងក្មេងជាងវ័យផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមតាមដានអ្នកនរគ្នាទី1គឺជៀសវាងកម្ដៅថ្ងៃតាមតែអាចធ្វើបានដោយសារកម្ដៅថ្ងៃ UVA និង UVB គឺធ្វើឲ្យស្បែករបស់យើងនឹងខូចនិងចាស់ពី DNA តែម្ដងពី cellular level អញ្ចឹងជៀសវាងកម្ដៅថ្ងៃជាពិសេសគឺចាប់ពីម៉ោង9រហូតដល់ម៉ោង4ឬក៏5ល្ងាចសម្រាប់ខ្ញុំគឺពីម៉ោង9ដល់ម៉ោង5ល្ងាចហ្នឹងខ្ញុំព្យាយាមជៀសតាមតែអាចធ្វើបានអត់នៅក្រោមកម្ដៅថ្ងៃផ្ទាល់ទេប៉ុន្តែបើសិនបើយើងជៀសអត់បានយើងអាចប្រើជាលេការពារកម្ដៅថ្ងៃអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមណែនាំលេការពារកម្ដៅថ្ងៃ3ប្រភេទនៅក្នុងករណីដែលបងអត់បានដឹងថាមួយណាដែលល្អឬក៏ប្រើប្រាស់ត្រូវជាមួយនឹងស្បែកបងអញ្ចឹងទី1គឺប្រភេទលេការពារកម្ដៅថ្ងៃនេះគឺតម្លៃសមរម្យហើយគឺលាបទៅចូលស្បែកប្រើបានទាំងបុរសនារីប្រភេទនេះក៏អញ្ចឹងដែរប៉ុន្តែសារនេះគឺមានសារប្រភេទពណ៌បៃតងនេះគឺមានសារជាតិចិញ្ចឹមហើយនិងសារជាតិការពារជួយឲ្យប្រព័ន្ធការពារស្បែកយើងខ្លាំងកាត់បន្ថយការរោលអាឡែហ្ស៊ីបានល្អជាងប៉ុន្តែនេះរៀងខ្លាំងជាងបន្តិចដែរបាទអញ្ចឹងក្នុងករណីដែលបងប្អូនមានបញ្ហាជាំអាចរុយឬក៏ងាយនឹងឡើងខ្មៅស្អាប់ឬក៏ងាយនឹងឡើងអាចរុយនឹងជាំផ្សេងយើងណែនាំតាក់ទងមួយនឹងការប្រើប្រាស់ការពារកម្ដៅថ្ងៃ2ជាន់អញ្ចឹងមានន័យថាប្រើប្រាស់កម្ដៅថ្ងៃមួយណាក៏បានបន្ទាប់មកប្រើជាប្រភេទ CC cream នេះមួយទៀតដើម្បីបិទបាំងស្លាកស្នាមផងហើយការពារជាមួយនឹង pollution ហើយនឹងបានន័យថាជាតិពុលនៅក្នុងបរិយាកាសកម្ដៅថ្ងៃហើយនឹងខ្យល់ផ្សេងផងដែរទី2ដែលជាចំណុចសំខាន់គឺ hydration មានន័យថាត្រូវរក្សាធ្វើឲ្យមុខយើងមានសំណើមបើសិនបើយើងចង់ឲ្យភាពវ័យក្មេងបានយូរព្រោះថាសំណើមខ្លួនយើងគឺផ្សំមកពីទឹកច្រើនហើយស្បែករបស់យើងត្រូវការជាតិទឹកច្រើនជាពិសេស hyaluronic acid ដើម្បីឲ្យស្បែកយើងមើលទៅឃើញផ្លាំពេញកំពុងមានសំណើមហើយ glow អញ្ចឹងនៅក្នុងករណីដែលបងប្អូនគាត់មានបញ្ហាយើងអាយុកាន់តែច្រើនមុខយើងគឺងាយនឹងស្ងួតងាយនឹងរោលអាឡែហ្ស៊ីណាអញ្ចឹងយើងត្រូវការអ្វីដែលមានសំណើមខ្ពស់អញ្ចឹងបើសិនបើបងប្អូនមានបញ្ហាស្ងួតស្បែកមុខខ្ញុំណែនាំតាក់ទងជាមួយនឹងការប្រើជាប្រភេទនេះ serum hyaluronic acid នេះហើយវាមានផ្សំជាមួយនឹងវីតាមីន B5 ហើយនិង B glucan ទៀតដែលជួយឲ្យស្បែកបងហ្នឹងគឺកាន់តែរឹងមាំប្រព័ន្ធការពារស្បែកយើងកាន់តែខ្លាំងអញ្ចឹងក្នុងករណីដែលមុខដែលយើងស្ងួតខ្លាំងអាយុយើងចាប់ពី40 ឬក៏60ហើយអញ្ចឹងយើងត្រូវការប្រហែលជាត្រូវការ cream នេះមួយទៀតសម្រាប់លេបពេលយប់ណាដើម្បីឲ្យសំណើមយើងគឺមានជាតិទឹកបានច្រើនហើយសំណើមយើងខ្ពស់គេហៅ intensive hydration ហើយទី3គឺយើងត្រូវគិតអំពីគេហៅថាធ្វើម៉េចclear radical សេរីនៅក្នុងស្បែក radical សេរីហ្នឹងគឺជាប្រភេទmechanism យន្តការដែលធ្វើឲ្យស្បែកយើងហ្នឹងគឺចាស់លឿនជាងវ័យឬក៏វិវត្តទៅចាស់អញ្ចឹងនៅក្នុងករណីដែល radical សេរីហ្នឹងបានមកពីណាឬក៏ចេញមកពីប្រភពមកពីណាអាចមកពីប្រភេទ stress យើង stress ច្រើនក៏មុខចាស់អត់បានគេងក៏ចាស់ radical សេរីហ្នឹងអត់បាន repair ហើយយើងអត់ exercise បាទបន្ទាប់មកគឺមានអីផ្សេងទៀតពលឺថ្ងៃ lifestyle diet របបអាហាររបស់យើងហ្នឹងហើយបូកជាមួយនឹង pollution ដូចជាជាតិពុលនៅក្នុងបរិយាកាសនៅក្នុងខ្យល់នៅក្នុងផ្ទះរបស់យើងផងដែរបាទអញ្ចឹងនៅក្នុងករណីហ្នឹងតើយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវធ្វើម៉េចគឺ boost antioxidant ដើម្បី clear up radical សេរីហ្នឹងនៅក្នុងគេហៅ free radicals នៅក្នុងខ្លួនរបស់យើងអញ្ចឹងតាមរយៈអី exercise តាមរយៈការដែលយើងគេងឲ្យបានគ្រប់គ្រាន់ hydration ហើយនិង diet lifestyle របស់យើងហើយនៅក្នុងករណីដែលបងប្អូនត្រូវការគ្រឿងសម្អាងដែលប្រឆាំងមួយ radical សេរីហើយនឹង clear និង boost antioxidant នៅក្នុងខ្លួនយើងអាចនៅក្នុងស្បែករបស់យើងសំទោសគឺយើងអាចប្រើជាប្រភេទនេះ multivitamin ampoule នេះឬក៏ប្រើជាប្រភេទសារជាតិអីផ្សេងដែលប្រឆាំងមួយ radical សេរីដូចជា glutathione ក៏បានដែរបាទអ
cho hay miên xài chip xem nằm bay clear radical sẽ đầy nắng trái nước không thường sầm hàng hay bong ổn đơn cho bà tha cua tại phở phê ấy anh chơi mau phần đất bay bốc nâng chậm đôi thai sản phẩm cô đi nè bán dương miên nè chùm đến hay nâng mà sân chùm nước nằm bay phần đất cho bác ông tí bành hạ bảo bong ổn ở ngọc nế nằm một phê sẽ bay vào dương phòng đài và chẳng chỉ nói tí bốn đại bong ổn thử do từ bây giờ ná cứ chạy tông cho mùi nắng thu mấy cứ boost collagen bao dưỡng oi crack chừng muốn hay nắng thu mấy oi cell turnover skin cell turnover dưỡng nó cứ là hát lươn chừng muốn hay ấy ở sáng bây giờ dưỡng là dụ chớn skin cell bao dưỡng cao sự cao sự bao dưỡng lên bị quật lươn đột môn ấy hay còn lên đo lươn đột môn đài tí pí cứ cha pi ở dụng một pay pram cho một pay bằng 7 năm pe class collagen mình pe class cứ chỉ tu tới bây giờ dùng một pay 7 năm cứ collagen bao dưỡng cứ chập đám pi muối từ pi phê rồi nữa không một năm chẳng chỉ tu tới muối phê rồi bàn tay percent bài dưỡng miền stress dưỡng lại lifestyle dưỡng cứ ở cá ở lỏ hay dưỡng ở bàn kênh hay bột mùi những diet bao dưỡng ở lỏ cứ dưỡng ách rồi còn dưỡng miền chừng người trăm cái cứ collagen dưỡng bạch càng đời chẳng nó không cả này nó dưỡng thời phơi ấy đồng bay boost collagen hay nó promote cell turnover chẳng dưỡng ai chỉ retinol ឬក៏ tretinoin ប៉ុន្តែនៅអាហ្នឹងគឺជាប្រភេទថ្នាំដុលប៉ុន្តែនៅប្រទេសកូរ៉េគឺគេអត់សូវប្រើ retinol ទេអត់សូវពេញនិយមទេអញ្ចឹងគឺគេមាន alternative គេហៅថា retinol alternative ជាប្រភេទជំនួសឲ្យ retinol នឹងបានដើម្បី promote skin cell turnover អញ្ចឹងយើងអាចប្រើជាប្រភេទនេះបច្ចេកវិទ្យាថ្មីគេហៅ bakuchiol ប្រភេទហ្នឹងគឺគេជាប្រភេទធម្មជាតិតែជំនួសឲ្យ retinol វា promote នៅ cell turnover ប៉ុន្តែនៅក្នុងករណីដែលយើងប្រើគ្រឿងសម្អាងអត់គ្រប់គ្រាន់យើងអាចធ្វើជាប្រភេទសេវាកម្មផ្សេងៗដើម្បី boost collagen ដូចជាប្រភេទHIFU ប្រភេទ thermage ឬក៏ laser ផងដែរដើម្បីធ្វើម៉េចឲ្យ cell របស់យើងហ្នឹងគឺវិវត្តដុះមកលឿនទី2គឺធ្វើឲ្យ collagen យើងនៅក្រាស់ដូចយើងនៅក្មេងអញ្ចឹងហើយអញ្ចឹងចំណុចចុងក្រោយគឺកុំភ្លេចបរិវេណរង្វង់ភ្នែកព្រោះបរិវេណរង្វង់ភ្នែករបស់យើងហ្នឹងគឺជាកន្លែងដែលចេញភាពចាស់មុនគេបងអស់តាមពិតមានចំណុច2ដែលធ្វើឲ្យយើងចាស់លឿនជាងគេគឺទី1គឺគេហៅថា smile line កន្លែងចំណុច2នេះច្រអូរមាត់ទី2គឺបរិវេណរង្វង់ភ្នែកអញ្ចឹងយើងអាចប្រើជាប្រភេទ eye cream មួយនេះដែលបតឹងខ្លាំងហើយបដិ collagen បានល្អធ្វើឲ្យស្បែកយើងមានសំណើមខ្ពស់ហើយ cell turnover បានល្អគឺយើងអាចប្រើប្រភេទនេះដើម្បីលាបបរិវេណរង្វង់ភ្នែកហើយនឹងច្រអូរមាត់ឬក៏អ្នកខ្លះយើងអាចលាបដល់កន្លែងបរិវេណថ្ងាសនេះផងដែរដើម្បីធ្វើម៉េចកុំឲ្យមានស្នាមជ្រួញនៅកន្លែងដែរជាចំណុចសំខាន់លេចធ្លោច្រើនអញ្ចឹងនៅក្នុងករណីដែលបងប្អូនអត់ដឹងថាគួរតែប្រើគ្រឿងសម្អាងប្រភេទអីដែលត្រូវជាមួយស្បែករបស់យើងអាចអញ្ជើញមក Corina ដើម្បីធ្វើការពិនិត្យដោយឥតគិតថ្លៃហើយដែលយើងបច្ចុប្បន្ននេះយើង Corina មាន2សាខាគឺសាខាមួយនៅបឹងកេងកងទី1និងសាខាទី2នៅបឹងកក់អញ្ចឹងចាំជួបគ្នាឆាប់សូមអរគុណហើយជូនពរឆ្នាំថ្មីបងប្អូនទទួលទានមានបានសុខភាពល្អសម្រាប់កាន់តែស្អាត